អ្វីដែលគ្រោះថ្នាក់បំផុតសម្រាប់យើងមិនមែនជាការដែលយើងគ្មានចំណេះដឹងទេប៉ុន្តែការដែលយើងដឹងច្រើនពេកតែមិនដែលធ្វើនោះទៅជារឿងដែលគ្រោះថ្នាក់ឃើញហើយមនុស្សភាគច្រើនកំពុងតែញៀននឹងការសន្សំព័ត៌មានទុកដូចជាការអានទុកកត់ទុកគិតទុកប៉ុន្តែខ្វះសកម្មភាពក្នុងការធ្វើសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងវិភាគពីមូលហេតុដែលធ្វើឲ្យចំណេះដឹងคล้ายទៅជាថ្នាំពុលបើមិនយកវាមកប្រើការនៅក្នុងចិត្តវិទ្យានៅពេលដែលយើងរៀនច្រើនពេកពួកក្បាលយើងវាបង្កើតរបាំងម្យ៉ាងហៅថាការភ័យខ្លាចភាពមិនល្អឥតខ្ចោះកាលណាតែយើងដឹងច្រើនពេករហូតដល់កយើងមើលឃើញអីក៏ចេញជាបញ្ហាដែរហើយនឹងឧបសគ្គទាំងដែលវាមិនទាន់កើតមានយ៉ាងណាមិញឧទាហរណ៍ជាស្ដែងដោយលោក Thomas Edison គាត់គឺជាអ្នកបង្កើតអំពូលភ្លើងអគ្គិសនីមិនមែនគាត់អង្គុយរៀនតែទ្រឹស្ដីអគ្គិសនីក្នុងសភៅអានរហូតដល់ចប់បានគាត់ចូលមកធ្វើអំពូលភ្លើងហ្នឹងទេគឺគាត់បានសាកល្បងអនុវត្តនិងបរាជ័យហ្នឹងគឺរាប់សិបដងហើយគាត់ធ្លាប់និយាយថាខ្ញុំមិនមែនបរាជ័យទេគឺខ្ញុំគ្រាន់តែរកឃើញវិធី10000យ៉ាងដែលវាមិនដើរអញ្ចឹងបើយើងមិនសាកធ្វើមិនដឹងថាយើងអាចធ្វើវាបានបើគ្រាន់តែគាត់អង្គុយរៀនហើយមិនព្រមយកចំណេះដឹងហ្នឹងមកធ្វើការនោះពិភពលោកប្រហែលជានឹងងឹតរហូតមកដល់ពេលនេះចំណេះដឹងរបស់គាត់គឺកើតចេញពីកំហុសជាក់ស្ដែងមិនមែនកើតចេញពីกระดาษសរសុទ្ធនោះទេអ្នកទាំងអស់គ្នាសាកសម័យមើលមនុស្សពីរនាក់ចង់ចាប់ផ្ដើមធ្វើ YouTube ដូចគ្នាម្នាក់ទី1ចំណាយពេលពេញ1ឆ្នាំរៀនពីរបៀបកាត់តរបៀបសរសេរ script ឲ្យល្អឥតខ្ចោះរបៀបរៀនពី algorithm របស់ YouTube ប៉ុន្តែមិនដែលជួយថតវីដេអូសូម្បីតែម្ដងគាត់អត់ដែលមានវីដេអូទេបើនិយាយពីអ្នកទី2វិញគាត់អត់សូវចេះអីច្រើននេះគាត់មានតែទូរស័ព្ទដៃមួយគ្រឿងគាត់ក៏ចាប់ផ្ដើមថតវីដេអូទាំងដែលគាត់នឹងនៅដាក់រដប់ហើយគាត់រៀនកែសម្រួលតាមក្រោយពីវីដេអូមួយទៅវីដេអូមួយឆ្នាំក្រោយអ្នកទី2នឹងមាន channel មួយដែលមានអ្នកមើលរាប់ពាន់នាក់ទទួលបានបទពិសោធន៍យ៉ាងពិតប្រាកដចំណែកអ្នកទី1នៅតែជាអ្នកដែលចេះតែទ្រឹស្ដីដដែលសូម្បីតែមួយវីដេអូក៏អត់មាននៅលើ channel ដែរអញ្ចឹងនេះហើយគឺជាភាពខុសគ្នារវាងចំណេះដឹងនៅលើក្រដាសហើយនិងចំណេះដឹងដែលប្រើការបានដូច្នេះឈប់រងចាំតើតាអ្នកទាំងអស់គ្នាចេះអ្វីមួយ 100% ចាំចាប់ផ្ដើមបើអ្នកទាំងអស់គ្នាចេះតែ 1% ហើយយកវាទៅអនុវត្តនោះទាំងអស់គ្នានឹងដើរលឿនជាងអ្នកដែលដឹង 100% តែនៅតែអង្គុយគិតនៅមួយកន្លែងចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការស្ដាប់បើសិនជាអ្នកនរគ្នាមានសំណួរឬក៏មានអ្វីមួយដែលគិតយូរហើយមិនទាន់ហ៊ានធ្វើអាច comment នៅខាងក្រោមវីដេអូនេះបានចាហើយយើងនឹងចាប់ផ្ដើមធ្វើវាជាមួយគ្នាពីថ្ងៃនេះទៅចាបើពេញចិត្តវីដេអូនេះកុំភ្លេចចុច like subscribe មួយផងអរគុណជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយ